អ្នកនាងជម្ភូអារីយ៉ាពេលវេលានៃខួបអាពាហ៍ពិពាហ៍10ឆ្នាំហាក់បីដូចជាលឿនខ្លាំងណាស់ពោពេញដោយសុភមង្គលនាងបានណាត់ស្វាមីនាងហៅថាចាំខួប12ឆ្នាំនឹងរៀបចំកម្មវិធីធំមួយអ្នកនាងជម្ភូអារីយ៉ាក៏មិនខុសពីនារីទូទៅដែរនាងបានរៀបការនិងកសាងគ្រួសារដែលពេលនេះមានរយៈពេល10ឆ្នាំមកហើយទទួលបានចំណងដៃកូន3នាក់កូនប្រុស2នាក់និងកូនស្រីម្នាក់ដែលស្រស់ស្អាតនិងគួរឲ្យស្រឡាញ់នៅពេលដែលអ្នកសារព័ត៌មានបានចោទសួរនាងថាតើគម្រប់ខួបអាពាហ៍ពិពាហ៍10ឆ្នាំនៅក្នុងឆ្នាំនេះតើនាងនឹងស្វាមីនឹងធ្វើកម្មវិធីអ្វីទេនាងបានតបថាស្វាមីនាងពិតជាបានរៀបចំផែនការរៀបចំកម្មវិធីឲ្យនាងយ៉ាងធំមែនក៏ប៉ុន្តែនាងបានប្រាប់ថាឆ្នាំនេះគឺមិនអាចទៅរួចទេជម្ភូអារីយ៉ាហាក់បីដូចជារវល់ខ្លាំងណាស់ដូចនេះហើយនាងក៏សម្រេចចិត្តជាមួយស្វាមីថាចាំធ្វើនៅខួបអាពាហ៍ពិពាហ៍12ឆ្នាំសរុបឲ្យបានធំតែម្ដងជម្ភូអារីយ៉ានាងបានប្រាប់ដែរថានៅក្នុងឆ្នាំនេះគឺជាឆ្នាំដែលរវល់ខ្លាំងណាស់ដែលនាងមិនដែលធ្លាប់គិតទេថាឆ្នាំនេះពិតជារវល់ដល់ថ្នាក់នេះដោយរៀងរាល់ឆ្នាំជាពេលដែលនាងចេញធ្វើដំណើរទៅក្រៅប្រទេសដើម្បីឆ្លងខួបគម្រប់អាពាហ៍ពិពាហ៍ជាមួយស្វាមីនិងគ្រួសាររបស់នាងតែឆ្នាំនេះអាចនិយាយបានថានាងអាចនឹងរៀបចំកម្មវិធីតិចតួចបំផុតអញ្ជើញតែមិត្តភក្តិសិទ្ធស្នាលមួយចំនួនតែប៉ុណ្ណោះព្រោះពេលវេលាគឺមិនសូវជាមានគ្រប់គ្រាន់ដើម្បីរៀបចំកម្មវិធីអ្វីឡើយសូម្បីតែកម្មវិធីខួបកំណើតរបស់នាងក៏មិនបានរៀបចំដែរនៅក្នុងឆ្នាំនេះព្រោះខ្ជិលនិងមិនសូវមានពេលគ្រប់គ្រាន់សម្រាប់ការរៀបចំជម្ភូអារីយ៉ានាងបានបន្តទៀតដែរថាចំពោះជីវិតគូនាងរយៈពេល10ឆ្នាំមកនេះអាចនិយាយបានថារីករាយនិងមានសុភមង្គលតែក៏មិនបានន័យថាសម្បូរបែបច្រើននោះទេតែវាអាចពិសេសតាមបែបនៃការរស់នៅរបស់គ្រួសាររបស់យើងសម្រាប់នាងយល់ឃើញថាខួបអាពាហ៍ពិពាហ៍10ឆ្នាំនេះគឺពិតជាលឿនណាស់សម្រាប់នាងក៏ប៉ុន្តែជាការចងចាំដ៏ល្អក្នុងជីវិតរបស់នាងផងដែរដោយមហាជននិងអ្នកគាំទ្រទាំងអស់ដែលតែងតែស្រឡាញ់ពេញចិត្តជម្ភូអារីយ៉ាអាចនិយាយបានថានាងគឺជោគជ័យទាំងជីវិតគូគ្រួសារនិងការងារសិល្បៈជាពិសេសនៅពេលដែលនាងត្រូវបានអញ្ជើញចូលរួមកម្មវិធីធំតែងតែជាកម្មវិធីល្បីល្បាញហើយមិនតែប៉ុណ្ណោះក៏មានមនុស្សចូលរួមច្រើនកកដើម្បីគាំទ្រនាងផងដែរហើយចំពោះការងារដែលជាពិធីការនីក្នុងកម្មវិធីល្បីមួយរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ3នាងក៏នៅតែរក្សាតំណែងនេះបានដែរក្នុងឆ្នាំ2025នេះ